រៀបសួរនាងខ្ញុំឈ្មោះឈឿតសកុនធាសប្តាហ៍ថ្ងៃហ្នឹងជាអ្នកលក់អីវ៉ាន់ចាប់ហួយនៅផ្ទះហើយនាងខ្ញុំលក់នៅភូមិមុលសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញនាងខ្ញុំមានកូន3នាក់ប្រុសទាំង3ឥឡូវហ្នឹងពួកគាត់បានរៀនចប់2នាក់ហើយនៅម្នាក់ទៀតរៀនឆ្នាំទី2នៅសាកលវិទ្យាល័យហើយកូនបងនោះក៏បានចេញធ្វើការដែរគាត់ខាងស្ថាបត្យកម្មហើយកូនទី2គាត់ខាង IT បានចេញធ្វើការបាន2នាក់ប្តីរបស់ខ្ញុំគឺគាត់ជាគ្រូបង្រៀនហ្នឹងហើយនិយាយទៅរៀងរាល់ថ្ងៃហ្នឹងគឺព្រឹកឡើងព្រលឹមឡើងគឺចេញពីផ្ទះទៅកន្លែងធ្វើការរហូតដល់យប់ម៉ោង7យប់បានគាត់ត្រឡប់មកវិញហើយគាត់ជាមនុស្សវាថារស់រាយរាក់ទាក់ហើយគាត់ជាមនុស្សឧស្សាហ៍ព្យាយាមរៀងរាល់ថ្ងៃនៅពេលដែលគាត់នៅផ្ទះមកពីធ្វើការមិនថាថ្ងៃសៅរ៍ថ្ងៃអាទិត្យនៅពេលទៅពីការងារអញ្ចឹងគាត់តែងតែជួយធ្វើកិច្ចការងារផ្ទះជួយលក់ដូរជួយមើលកូនពេលទៅគាត់ចូលចិត្តអានសៀវភៅមិននឹកស្មានថាវាមានជំងឺកើតឡើងភ្លាមហ្នឹងគឺជំងឺលើសឈាមហ្នឹងតែយើងនឹកស្មានដល់ដែលថាកាត់ភ្លាមហ្នឹងវាធ្វើឲ្យគាត់ហ្នឹងកកឈាមនៅក្នុងខួរក្បាលហើយខ្ញុំនឹងបានព្យាយាមមើលគាត់យកគាត់ទៅព្យាបាលអស់ច្រើនទាំងនៅទីក្រុងភ្នំពេញយើងហ្នឹងហើយនឹងទៅក្រៅប្រទេសទៀតប៉ុន្តែនៅតែអត់អាចជួយគាត់បានប្តីរបស់ខ្ញុំក៏បានទិញធនាគាររ៉ាប់រងពីខាង Philip Life ដើម្បីការពារកម្ចីនៅខាងធនាគារ Philip Life ពិតជាបានផ្ដល់សំណងមកខាងក្រុមគ្រួសារនាងខ្ញុំពិតប្រកបមែនសម្រាប់នាងខ្ញុំការទាមទារសំណងមិនមានភាពសាមញ្ញអីទេព្រោះអីនាងខ្ញុំមានឯកសារគ្រប់គ្រាន់សម្រាប់ដាក់ការទូទាត់សំណងពិតជាបានជួយមកខាងក្រុមគ្រួសារនាងខ្ញុំច្រើនមែនទែនដូចជាការទូទាត់កម្ចីជាមួយខាងធនាគារនិងសល់មួយចំនួននាងខ្ញុំយកមកផ្គត់ផ្គង់ក្រុមគ្រួសារនិងបើកបន្ថែមលើអាជីវកម្មនាងខ្ញុំរាល់ថ្ងៃហ្នឹងនាងខ្ញុំមានជាសារផ្ដាំទៅបងប្អូននិងមិត្តភ័ក្តិទាំងអស់គ្នាចាដែលគាត់ធ្លាប់គិតថាពីមុនមកថាការទិញធនាគាររ៉ាប់រងពិបាកក្នុងការទូទាត់សំណងចំណែកនាងខ្ញុំបានប្រើប្រាស់ខ្លួនឯងផ្ទាល់ហើយនៅខាង Philip Life ពិតជាបានទទួលសំណងពិតប្រាកដមែនដាំផ្ញើទៅខាងបងប្អូនមិត្តភ័ក្តិទាំងអស់គ្នាគួរតែមានធនាគាររ៉ាប់រងម្នាក់មួយដើម្បីងាយស្រួលនៅពេលដែលយើងជួបបញ្ហាអីផ្សេងគឺខាងធនាគាររ៉ាប់រងអាចជួយដោះស្រាយយើងបានដូចជានាងខ្ញុំផ្ទាល់ឥឡូវនាងខ្ញុំបានជួបហើយក៏បានទទួលសំណងពិតប្រាកដមែន